ការយកសត្វចង្រិតដោយប្រើសត្វសង្អាប្រិមិត្តភាគច្រើនបងប្អូនខ្មែរយើងដែលគាត់នៅខាងមណ្ឌលគិរីនៅខាងអីហ្នឹងគឺសម្បូរមែនទែនចង្រិតដូងប្រិមិត្តតែខ្លះគាត់ជីគាត់យកចង្រិតហ្នឹងយកទៅលក់តែម្ដងគាត់ឲ្យរកបានអញ្ចឹងណារកបានរកអីចឹងទៅអ្នកខ្លះគាត់កាច់ជើងកាច់អីចឹងទៅហើយយកទៅលក់នៅផ្សារអញ្ចឹងទៅប្រិមិត្តបងប្អូនឃើញលក់ទាំងកញ្ច្រាញអត់មានធ្លាប់ឃើញគេលក់ដែរប្រិមិត្តហើយវិធីសាស្ត្រនៃការយកចង្រិតដូងរបស់គេហ្នឹងគេគ្រាន់តែញុកសង្អាចូលទៅសង្អាហ្នឹងវាចូលទៅខាងចង្រិតហើយបន្តមកចង្រិតហ្នឹងក៏វាចេញមកខាងក្រៅអីចឹងទៅដំបូងឡើយហ្នឹងវាធ្វើរន់ណាប្រិមិត្តវាកាយរន់ចឹងទៅអាចដីហ្នឹងវាបុកចេញមកខាងក្រៅហើយមើលមករន់ខ្លះមាន3អីចឹងទៅរន់ខ្លះមាន2រន់ខ្លះមាន1អីចឹងណាប្រិមិត្តនៅតាមមណ្ឌលគិរីអីហ្នឹងគឺសម្បូរមែនទែនរតនគិរីអីហ្នឹងប្រិមិត្តអ្នកដែលគេរកបានច្រើនគេយកទៅលក់នៅផ្សារអីចឹងទៅប្រិមិត្តបងប្អូនចង្រិតដូងប៉ុន្តែបើនៅក្នុងស្រុក admin វិញគឺបាត់អស់ហើយប្រិមិត្តបងប្អូនវាដូចដាច់ពូជដាច់អីចឹងណាប្រិមិត្តអាចង្រិតធំហ្នឹងវាដូចដាច់ពូជអស់ទៅប្រិមិត្តលេងមានលេងអីអស់បើកាពីមុនឲ្យតែល្ងាចឡើងនឹងនិយាយពីថាយំឡើងទៅហឹងតែម្ដងហើយយំលឺណាប្រិមិត្តបងប្អូនយំហ្នឹងវាប្រើអាស្លាបរបស់វាទៅទះវាក៏កិតគ្នាយ៉ាងម៉េចទេលឺឡើងត្រែតែម្ដងតែឥឡូវហ្នឹងលេងមានអស់ហើយប្រិមិត្តបងប្អូនមិនដឹងថាវាយ៉ាងម៉េចវាដាច់ពូជឬក៏វារត់ទៅណាទៅណិចអស់ចឹងទៅណាក្នុងស្រុក admin គឺកម្រមែនទេឥឡូវអាប្រភេទចង្រិតដូងធំហ្នឹងណាដូច admin ប្រាប់ប្រិមិត្តចឹងបើកាលដែល admin នៅតូចហ្នឹងគឺសម្បូរណាស់ប្រិមិត្តកាលហ្នឹងវាមិនទាន់មានអីទំនើបអីដូចយើងសពថ្ងៃនេះទេប្រើតែចង្គៀងប្រើតែអីដុតភ្លឺអញ្ចឹងណាប្រិមិត្តហើយវានៅដប់នៅព្រៃអញ្ចឹងទៅអាចង្រិតអីអស់ហ្នឹងវាចេះតែកកើតអញ្ចឹងដោយសារតែมันមានអ្នកណាគេចាប់វាมันមានអ្នកធ្វើបាបវាអញ្ចឹងទៅវាចេះតែកកើតវាចេះតែបង្កើតពូជគ្នាមកតគ្នាអញ្ចឹងណាប្រិមិត្តដល់ពេលយើងចេះតែចាប់វាចេះតែនេះវាពេលអញ្ចឹងទៅវាអស់ប្រិមិត្តបងប្អូនវាអស់វាដាច់ពូជវាអញ្ចឹងណាមើលតែគ្នាយំបន្តិចមិនបានអញ្ចឹងទៅចាប់គ្នាចាប់អីអញ្ចឹងទៅវាអស់នៅក្នុងស្រុក admin គឺអស់តែម្ដងប្រិមិត្តបងប្អូនហើយបើតាមដែល admin សង្កេតណាពីព្រោះថាបើការដែល admin នៅតូចគឺវាសម្បូរមែនទេសូម្បីតែក្រោមផ្ទះក្រោមអីយើងហ្នឹងក៏វាមានដែរប្រិមិត្តកាយរន់ឡើងកហួងណោះប្រិមិត្តបងប្អូនប៉ុន្តែសប្ថ្ងៃនេះគឺលេងមានអស់ហើយប្រិមិត្តបាត់អស់លេងប្រហែលជាវាដាច់ពូជបើតាមដែល admin គិតណាប្រហែលជាដាច់ពូជហើយមើលទៅប្រិមិត្តអាប្រភេទចង្រិតដូងប្រភេទចង្រិតធំនេះប្រិមិត្តហើយវិធីសាស្ត្រនៃការយកហ្នឹងអ្នកខ្លះក៏គេប្រើសង្អាអ្នកខ្លះក៏គេកាប់ដីកាប់អីដើម្បីរកវាអញ្ចឹងណាប្រិមិត្តបងប្អូនហើយចង្រិតវាចេះណាប្រិមិត្តបងប្អូនវាចេះធ្វើរន់ណាវាធ្វើរន់ហេវគេហៅថារន់ហេវរន់វាហ្នឹងមាន2ប្រិមិត្តអារន់1រន់បឆោតរន់1រន់ធម្មតាអញ្ចឹងណាប្រិមិត្តអារន់វានៅផ្សេងអារន់បឆោតផ្សេងអញ្ចឹងអ្នកដែលគេកាប់ដីនេះគឺតែងតែឃើញមានណាប្រភេទរន់បឆោតរន់អីហ្នឹងចង្រិតខ្លះមួយរន់មាន2មាន3អីក៏មានដែរប្រិមិត្តបងប្អូនវាខ្លះវានៅបកាត់តមកថ្មីបារាសិតពងល្អតមកថ្មីបាទនេះចង្រិតបារាទៅមកដល់ហ្នឹងហើយល្អបាទនៅរស់នេះអត់ទាន់ងាប់ណានៅរស់សិតពងហ្មងល្អបាទហើយបើចំណាប់អារម្មណ៍អីកំងអីហ្នឹងហើយចូលមើលដាក់ខ្សែឋានអីមកល្អបារាតែមកដល់ថ្មីបាទធំសតពងហ្មងបាទនៅរស់បាទទៅមកថ្មីបាទហ្នឹងហើយថ្មីសុទ្ធល្អណាស់បាទទៅមកថ្មីល្អដោយចំណាប់អារម្មណ៍ណាតាក់តងមកល្អទៅមកដល់មែនតើសុទ្ធតែញី